សៀវភៅ King Kong រាប់ពាន់ក្បាលពិតបានបញ្ចប់កាលពី6ឆ្នាំមកផ្ទះវិញពីពន្ធនាគារស្ត្រីអ្នកស្លាប់បាត់បង់តុល្យភាពហើយដួលទៅលើដីមានបំណងប្រើប្រាស់វាដើម្បីគ្រប់គ្រងស្ត្រីនោះឡើងវិញត្រូវបានបញ្ជូនទៅពន្ធនាគាររំពឹងទុកឪពុកបានឃើញរឿងនេះគាត់ធៀបនឹងលើកដៃឡើងដើម្បីបង្រៀនមេរៀនមួយដល់ស្ត្រីនោះបានគេបោះចោលដោយមិននឹកស្មានដល់ឪពុកមិនដែលនឹកស្មានថាសេងចិត្តខាងក្នុងរៀនទទួលយកទុកលំបាកដោយចិត្តកូនស្រីរបស់ខ្ញុំបានរៀនបះបង់ពេលនាងអាចងើបឡើងវិញពីភាពតក់ស្លុតពេលដឹងខ្លួនស្ត្រីនោះក៏ងាកដៃចេញទះកំភ្លៀងពីដៃទៀតចំមុខសម្លេងទះកំភ្លៀងនោះបានធ្លាក់មកលើមុខស្ត្រីដែលគាត់កំពុងបញ្ចេញអារម្មណ៍របស់គាត់ទុកវេទនានៅក្នុងពន្ធនាគារទុកលំបាកនិងទុកព្រួយទាំងនោះចាប់ពីពេលនេះអ្នកនឹងបំរើចៅមីងជូបានទះកំភ្លៀងខ្ញុំហើយខ្ញុំចំនួនទ្វេដងនៅតែនៅចំពោះមុខនាងគ្មាននរណាម្នាក់រំពឹងថានឹងមានរយៈពេលខ្លីត្រឹមតែ6ឆ្នាំប៉ុណ្ណោះស្ត្រីបន្ទាប់ពីបានបញ្ចប់ផ្លូវរត់គេចខ្លួនពីខាងក្នុងមុនក្មេងស្រីទុនខ្សោយបានក្លាយជាស្ត្រីដ៏កាចសាហាវនិងអាក្រក់នៅពេលនេះគូដណ្ដឹងរបស់នាងនៅតែនៅទីនោះចំអកវាជារឿងចម្លែកណាស់ដែលស្ត្រីម្នាក់ត្រូវបានដូរនៅពេលហើយមានតែអ្នកស្នងរត់ខ្លាំងៗបែបនេះមានតែមនុស្សដែលមានចិត្តល្អនិងសប្បុរសទេប្រពន្ធរបស់គាត់ជាស្ត្រីប៉ុន្តែពួកគេមិនបានខ្វល់ពីនាងតតែអ្នកចង់រៀបការជាមួយអ្នកណាទាំងអស់នេះខ្ញុំរយយកអ្វីដែលជារបស់ខ្ញុំអ្វីទាំងអស់ដូច្នេះគាត់បានចាក់អ្នកខ្លាំងៗនោះនឹងខេករបស់នារីវ័យក្មេងនិងអាកប្បកិរិយាមិនខ្វល់ពីរៀបចំខ្លួនចាប់ដើមដើម្បីអនុវត្តការសងសឹកបន្តប៉ុន្តែដោយគិតថាអ្នកស្នងរត់ខ្លាំងៗនឹងឆាប់នេះគាត់រត់ទៅយកតែដើម្បីបដិសេធប៉ុន្តែស្ត្រីនោះបានឃើញវាមួយផ្លែដើម្បីតូចរបស់ភីគីមខាងទៀតដូច្នេះដោយមិនស្ទាក់ស្ទើរសុំខាំមួយខាំគាត់បានផឹកវារួចធ្វើពុតជាដួលសន្លប់នាងបានដួលទៅលើដីអ្នកស្នងរត់ខ្លាំងៗគម្រោងនេះបានទទួលជោគជ័យហើយពួកគេបាននាំនាងមកចាប់ដើមផ្លាស់ទីសម្ភារៈនៅវិញ្ញាណស្ត្រីនោះស្រាប់តែបើកភ្នែកឡើងគាត់បានវាអ្នកស្នងរត់ខ្លាំងៗនោះឲ្យសន្លប់នៅនឹងកន្លែងគាត់ត្រូវបានចងនៅជាប់នឹងយកឪពុកម្ដាយបានធំក្លិនគាត់ប្រញាប់ប្រញាល់ទៅហើយចង់ភ្លាមគាត់បានអនុវត្តវិធានការដ៏តឹងរឹងហើយគោមិនមែនជាក្មេងស្រីនោះទេគូប្រជែងរបស់ពួកគេគ្មានជំរឿនផ្សេងទៀតទេវាអាចប្រមាថបានតែស្ត្រីប៉ុណ្ណោះទីបំផុតស្ត្រីនោះលែងអាចទ្រាំទ្របានហើយលែងអ្នកបោកប្រាស់ខ្លាំងៗក្នុងតែមានស្វាមីគូស្វាមីភរិយានោះមានការភ្ញាក់ផ្អើលភ្លាមពេលឬដូច្នេះខ្ញុំខឹងខ្លាំងណាស់ប៉ុន្តែចិត្តខ្ញុំពោពេញដោយសេចក្តីស្រឡាញ់ពីបានតែយ៉ាងរហ័សខ្ញុំរត់ចុះទៅក្រោមដើម្បីស៊ើបអង្កេតអ្នកស្នងរត់ខ្លាំងយ៉ាងណាក៏ដោយម្ចាស់ក្ត្រីខ្លាំងខ្លាយពួកគេមិនបានបោះបង់ចោលជាងជួសជុលនោះទេនោះក្នុងមួយប៉ព្រិចភ្នែកទុកឲ្យមនុស្សម្ជុំស្ត្រីនោះត្រូវបានចាក់សោទុកក្នុងបន្ទប់ទុកគិតថាខ្ញុំមានជំងឺភ័យខ្លាចកន្លែងការភ័យខ្លាច